មិនដែរបងប្អូនបន្ទាប់ពីមើលវីដេអូខ្លីពីខាងដើមខ្ញុំបានដាក់ចែកជូនបងប្អូនមើលនេះមិនមែនជាការអួតអីទេបងប្អូនតែជាការចិញ្ចឹមឲ្យបានផលប៉ុណ្ណេះក៏ចង់ធ្វើការចែកម្លែកជូនបងប្អូនទាំងអស់គ្នាដែលមានចិត្តចង់ចិញ្ចឹមត្រីក្រាញ់ដែលត្រីក្រាញ់នេះបើយើងនិយាយពីប្រភេទត្រីគឺយើងមានការស្រួលចិញ្ចឹមទេបងប្អូនដាក់តែចំណីវាទៅមើលទឹកមើលអីទៅគឺវាមានការធំធាត់ហើយនឹងឆាប់ប្រមូលបានផលទេចិញ្ចឹម3ខែកន្លះយើងយកល្អយើងអាចថាទៅដល់4ខែទៅគឺទំហំត្រីល្មមសមរម្យនឹងយើងធ្វើការលក់ដូរក៏ដូចជាយកមកធ្វើម្ហូបហូបអីបានមកឥឡូវយើងចូលមកដល់ប្រធានបទរបស់យើងពាក់ព័ន្ធជាមួយទៅនឹងថាមូលហេតុអ្វីដែលការចិញ្ចឹមត្រីរបស់យើងត្រីក្រាញ់របស់យើងធ្វើឲ្យត្រីរបស់យើងងាប់ចំពោះបញ្ហាដែលកើតឡើងដែលធ្វើឲ្យត្រីងាប់នេះខ្ញុំសូមសង្ខេបចែកជូនបងប្អូនជា2ចំណុចធំសំខាន់មុននឹងចូលទៅដល់ប្រធានបទខ្ញុំសូមជម្រាបបងប្អូនថាដដែលទេការចែកម្លែករបស់ខ្ញុំនេះគឺយោងទៅលើបទពិសោធន៍ដែលខ្ញុំបានធ្លាប់មានចិញ្ចឹមរយៈពេលជាង1ឆ្នាំនេះបើសិនជាគិតពីការដាក់កូនត្រីគឺខ្ញុំដាក់រយៈពេល3ដងហើយហ្នឹងហើយអញ្ចឹងអ្វីដែលជាការចែកម្លែកនេះគឺខ្ញុំបានជួបប្រទះទេបើសិនជាបងប្អូនមួយចំនួនដែលគាត់មិនបានជួបប្រទះដូចខ្ញុំឬក៏បងប្អូនមួយចំនួនទៀតមានបទពិសោធន៍ផ្សេងតាក់ទងទៅនឹងបញ្ហាដែលធ្វើឲ្យត្រីងាប់នេះបងប្អូនអាច comment នៅក្នុងវីដេអូនេះបានហើយដោយសពមួយដងអញ្ចឹងថាអ្វីដែលជាការចែកម្លែកគឺសម្រាប់បងប្អូនដែលចង់ចិញ្ចឹមហ្នឹងហើយការអនុវត្តរបស់ខ្ញុំនេះគឺខ្ញុំអនុវត្តយ៉ាងម៉េចខ្ញុំប្រាប់បងប្អូនរបៀបនេះដើម្បីឲ្យបងប្អូនធ្វើការសាកល្បងខ្ញុំមិនប្រកាសថាបងប្អូនចិញ្ចឹមទៅជួបបញ្ហាដូចខ្ញុំហើយក៏ខ្ញុំគិតថាដំណោះស្រាយរបស់ខ្ញុំនេះក៏មិនអាចថាដោះស្រាយគ្រប់កលៈទេសៈចំពោះការចិញ្ចឹមត្រីរបស់បងប្អូនដែរនោះទេដោយឡែកចំពោះខ្ញុំគឺខ្ញុំជួបអញ្ចឹងខ្ញុំប្រាប់បងប្អូនអញ្ចឹងចំពោះបញ្ហាដែលធ្វើឲ្យត្រីរបស់យើងងាប់ខ្ញុំសូមចែកចេញជា2ពាក់ព័ន្ធជាមួយទៅនឹងការចិញ្ចឹមត្រីក្រាញ់របស់យើងទី1គឺនៅពេលដែលកូនត្រីតូចបន្ទាប់ពីថ្ងៃដែលយើងប្រឡែងទៅគឺវាមានងាប់មួយទៀតបញ្ហាមួយទៀតគឺត្រីរបស់យើងធំហើយប៉ុន្តែពេលខ្លះចិញ្ចឹមទៅឃើញត្រីវាចាប់ដើមងាប់មួយថ្ងៃ2ឬក៏2ថ្ងៃ1 2ថ្ងៃ2 3អីចឹងអានេះគឺឆ្លងទៅលើអ្វីដែលខ្ញុំបានជួបទេណាបងប្អូនបាទនិយាយដដែលបន្តិចដោយសារតែមានបងប្អូនយើងខ្លះគាត់អាចនឹង comment ថាមានរឿងផ្សេងឬក៏របៀបនៃការរៀនរបស់គាត់វាចេះខ្ញុំចំចាក់ស្ដែងអ្វីដែលកើតឡើងជាក់ស្ដែងខ្ញុំចែករំលែកជាក់ស្ដែងដែរចំពោះកូនត្រីរបស់យើងដែលទិញពីគេយកមកហើយយើងចាប់ផ្ដើមប្រឡែងក្នុងរយៈពេល1ថ្ងៃ2ថ្ងៃ3ថ្ងៃឃើញថាកូនត្រីរបស់យើងងាប់នៅចំណុចនេះមានកត្តាមួយចំនួនដែលវាអាចធ្វើឲ្យកូនត្រីងាប់ដោយឡែកចំពោះបទពិសោធន៍របស់ខ្ញុំគឺខ្ញុំលើកពីចំណុចសំខាន់នៅចំពោះចំណុចនេះដែលបញ្ហាទី1នោះមកពីយើងមានការប្រឡែងកូនត្រីចូលទៅក្នុងស្រះតង់របស់យើងដោយមិនបានប្រយ័ត្នប្រយែងដោយនៅក្នុងវីដេអូមុនស្ដីអំពីការប្រឡែងកូនត្រីខ្ញុំមានហើយគឺការប្រឡែងកូនត្រីរបស់យើងគឺនៅពេលដែលកូនត្រីរបស់យើងបានមកដល់កន្លែងដែលយើងចិញ្ចឹមយើងទុកវាចោលក្នុងរយៈពេល20នាទីទៅ30នាទីទៅដើម្បីឲ្យវាស្ងប់ទឹកវាអត់មានការពុលហ្នឹងហើយបន្ទាប់ពីហ្នឹងយើងយកវាទៅត្រាំចូលទៅក្នុងស្រះតង់របស់យើងត្រាំចោលទាំងកដុងហ្នឹងទុកក្នុងរយៈពេល20នាទីហ្នឹងហើយហើយនេះគឺជារឿងមួយដែលខ្ញុំបានអនុវត្តជាប្រហែលដងដែលខ្ញុំប្រឡែងកូនត្រីនេះចុងក្រោយនេះគឺអត់មានងាប់ទេបងប្អូនហ្នឹងហើយបើងាប់នៅពេលដែលយើងទិញយកមកគេដឹកតាមឡានតាមអីអាហ្នឹងវាមានករណីងាប់គឺប្រកាសណាស់ថាវាដឹកក្នុងចម្ងាយឆ្ងាយដូចខេត្តរបស់ខ្ញុំនេះបាទខ្ញុំកំងទិញពីស្រុកក្រោមដឹកមកដល់ស្រុកខេត្តខ្ញុំនេះគឺវាមានរយៈចម្ងាយឆ្ងាយរយៈពេល1ថ្ងៃនោះដល់អញ្ចឹងទៅប្រកាសណាស់នឹងមានកូនត្រីងាប់ហើយហ្នឹងហើយអញ្ចឹងយើងបន្តមកបញ្ហារបស់យើងទៀតយើងប្រឡែងកូនត្រីរបស់យើងនៅពេលដែលយើងត្រាំទឹកចូលទៅក្នុងអាងតង់របស់យើងទុករយៈពេល20នាទីហើយ
គឺយើងចាប់ផ្ដើមធ្វើការបលែងវាបលែងនេះមិនមែនចាប់បលែងទេបងប្អូនយើងជំមុជកណ្ដុងរបស់យើងដែលមានមាត់គេកាត់ស្រាប់ហ្នឹងបលែងសាបានថាឲ្យទឹកវាចូលទៅក្នុងកណ្ដុងរបស់យើងឲ្យត្រីវាហែលចេញទៅតាមដំណើររបស់វាបងប្អូនកុំចាប់បោះវាឬក៏ចាប់ដាក់វាធ្ងន់ដែលជាកត្តាធ្វើឲ្យវាងាប់ហ្នឹងហើយអានេះគឺជារឿងមួយដែលសំខាន់ពីដំបូងឡើយខ្ញុំយកមករៀងធ្ងន់ដៃបន្តិចក្រោយមកក៏យើងមានបទពិសោធន៍រឿងហ្នឹងក៏យើងចាប់ផ្ដើមកែប្រែដោយយើងប្រឡែងទៅតាមបែបបទហើយនឹងថ្នមថ្នាក់វាបន្តិចដោយសារតែការចំណាយលុយទិញកូនត្រីក៏វាមានតម្លៃរៀងគួរសមដែរហ្នឹងហើយ1គីឡូ 30000 ហើយយើងយកមកចិញ្ចឹមមានងាប់អីទៀតក្នុងលក្ខណៈដែលយើងចិញ្ចឹមជាលក្ខណៈគ្រួសារវាធ្វើឲ្យយើងខាតបង់អានេះគឺជារឿងមួយដែលសំខាន់ចំពោះការប្រឡែងកូនត្រីខ្ញុំគិតថាមានបងប្អូនដែលជាម្ចាស់កសិដ្ឋានធំៗគាត់ប្រឡែងឲ្យដូចខ្ញុំទេខ្ញុំធ្លាប់មើលវីដេអូផ្សេងៗណាប៉ុន្តែអ្វីដែលជាបទពិសោធន៍សម្រាប់ចិញ្ចឹមជាលក្ខណៈគ្រួសារគឺខ្ញុំធ្វើដូចនេះដើម្បីកាត់បន្ថយនៅបញ្ហាដែលធ្វើឲ្យត្រីងាប់បញ្ហាសំខាន់ទី2ដែរនោះគឺពាក់ព័ន្ធជាមួយទៅនឹងការរៀបចំទឹករបស់យើងដែលការរៀបចំទឹករបស់យើងនោះគឺអត់បានល្អហ្នឹងហើយយើងចាប់ផ្ដើមបូមទឹកពីអណ្ដូងយកមកដាក់ក្នុងរយៈពេលកម្រិតខ្លីមួយឬក៏បងប្អូនអត់បានទិញឧបករណ៍វាស់ pH ដើម្បីវាស់ pH ទឹកទេដែល pH ដែលអាចចិញ្ចឹមត្រីបានគឺ7 ទៅ 8នេះឯងហើយបើសិនជាបងប្អូនចង់ធ្វើតាមបែបធម្មជាតិអាចមើលវីដេអូខ្ញុំមុនបានហ្នឹងហើយខ្ញុំបានរៀបរាប់អំពីការរៀបចំទឹកនេះបានលម្អិតដែរគឺយើងទុកក្នុងរយៈពេលបើសម្រាប់បទពិសោធន៍របស់ខ្ញុំទុករយៈពេលកន្លះខែ2សប្តាហ៍មុននឹងយើងប្រឡែងកូនត្រីចូលដាំកំប្លោកដាំអីទៅចោកអីខ្លះទៅដើម្បីឲ្យទឹករបស់យើងនឹងឆាប់សាបដែលអាចចិញ្ចឹមត្រីបានអានេះគឺជារឿងដែលសំខាន់អានេះចំពោះកូនត្រីដែលវានៅតូចៗបងប្អូននៅពេលដែលយើងទិញហើយយើងយកប្រឡែងហើយបើសិនជាមានបញ្ហានឹងកើតឡើងករណីដែលយើងប្រឡែងកូនត្រីហើយវាប្រឡែងធ្ងន់ដៃហើយវាងាប់អាហ្នឹងមានពាក្យមួយថាយើងរងចាំពេលវេលាវាមួយរយៈទៅគឺវាអាចស្បើយកាត់បន្ថយនៅត្រីងាប់បានហើយប៉ុន្តែគ្រាន់ថាអាហ្នឹងជាកត្តាដែលធ្វើឲ្យយើងប្រយ័ត្នពីដំបូងហ្នឹងហើយចំពោះបញ្ហាដែលមួយទៀតដែលងាប់ដោយសារទឹករបស់យើងមិនបានបន្សាបដើម្បីឲ្យមាន pH គ្រប់គ្រាន់នៅក្នុងការចិញ្ចឹមបងប្អូនបើសិនជាអត់បានមានទិញឧបករណ៍វាស់ pH ទេបងប្អូនគួរតែទិញឧបករណ៍វាស់ pH នេះមួយដើម្បីយកមកស្ទង់ទឹករបស់យើងថាតើទឹករបស់យើងអាចចិញ្ចឹមត្រីបានអត់អានេះប្រកាសណាស់ថានៅពេលដែលត្រីងាប់យើងអត់ដឹងថាបញ្ហាពីរហ្នឹងមួយណាកើតឡើងទេអាចថាបញ្ហាមកពីយើងប្រឡែងកូនត្រីមិនបានប្រយ័ត្នប្រយែងហើយមួយទៀតបញ្ហាទឹកដែលយើងដាក់ហ្នឹងគឺវាអត់បានល្អអានេះយើងចប់ទៅដល់ការប្រឡែងកូនត្រីឬក៏ទឹកពុលនៅពេលដែលយើងដាក់កូនត្រីពីដំបូងអាចឲ្យវាងាប់បាទខ្ញុំសូមចប់នៅចំណុចនេះយើងចូលដល់ចំណុចធំមួយទៀតពាក់ព័ន្ធជាមួយទៅនឹងពេលដែលយើងចិញ្ចឹមត្រីវារយៈពេល2ខែ1ខែ2ខែហើយស្រាប់តែចិញ្ចឹមឃើញត្រីរបស់យើងនឹងចាប់ផ្ដើមអណ្ដែតស្ពីងមកអណ្ដែតស្ពីងនេះមិនអណ្ដែតស្រួលទេបើថាវាងាប់អានេះបទពិសោធន៍នេះគឺខ្ញុំជួបជាក់ស្ដែងដែលខ្ញុំចិញ្ចឹមរយៈពេលដូចជា 2-3 ខែហ្នឹងសម្រាប់ខ្ញុំចិញ្ចឹមពីដំបូងបទពិសោធន៍របស់ខ្ញុំផ្ទាល់បងប្អូននៅពេលដែលខ្ញុំដើរធម្មតាយើងដាក់ចំណីព្រឹកល្ងាចនៅពេលដែលយើងដើរទៅឃើញត្រីងាប់ហ្នឹងហើយថ្ងៃហ្នឹងងាប់ស្អែកមើលទៀតឃើញងាប់ទៀតហើយការដាក់សង្ស័យរបស់ខ្ញុំណាជាជំហានដំបូងគឺយើងគិតថាមកពីទឹករបស់យើងបដូរវាយឺតពេកនៅពេលដែលត្រីធំពេលខ្លះយើងវារវល់ច្រើនបាទជាទូទៅសម្រាប់ការចិញ្ចឹមរបស់ខ្ញុំមួយអាទិត្យខ្ញុំដូរទឹកម្ដងហើយដល់ពេលហ្នឹងគឺភ្លាត់ស្នៀតទុករហូតដល់ដល់10ថ្ងៃ10ថ្ងៃជាងដោយសាររវល់យើងចេះតែប្រឡែងហ្នឹងទៅវាធម្មតាត្រីក្រាញ់នេះបញ្ហាមួយគឺធ្វើឲ្យទឹកយើងឆាប់ស្អុយទឹកចិញ្ចឹមត្រីក្រាញ់ណាហ្នឹងហើយពីនឹងមកខ្ញុំសង្កេតថាប្រហែលជាទឹករៀងស្អុយខ្លាំងហើយធ្វើឲ្យត្រីរបស់ខ្ញុំងាប់ពេលហ្នឹងមានអីយើងមានការផ្លាស់ប្ដូរទឹកឡើងវិញយើងចាប់ផ្ដើមតាមដានទៀតពីនឹងមកខ្ញុំតែងតែប្រយ័ត្នប្រយែងចំពោះការផ្លាស់ប្ដូរទឹកនៅពេលដែលយើងផ្លាស់ប្ដូរទឹកឲ្យបានទៀងទាត់បានល្អត្រីក្រាញ់លែងងាប់តាំងពីនោះមកបទពិសោធន៍របស់ខ្ញុំចិញ្ចឹមត្រីក្រាញ់លែងងាប់ហើយហ្នឹងហើយចឹងហើយបានខ្ញុំទាញជារឿងសាច់រឿងមកថាមកពីខ្ញុំហ្នឹងមិនបានផ្លាស់ប្ដូរទឹក
ទឹកវាស្អុយខ្លាំងធ្វើឲ្យត្រីក្រាញ់វារស់នៅអត់ល្អនឹងឲ្យសុខភាពវាអត់ល្អវាធ្វើឲ្យវាងាប់អានេះគឺជាការសន្មត់មួយបន្ទាប់ពីនឹងមកខ្ញុំដោះស្រាយបញ្ហាដោយការផ្លាស់ប្ដូរទឹកបានទៀងពេលត្រីក្រាញ់របស់ខ្ញុំក៏លែងងាប់ដែរខ្ញុំដាក់កូនត្រី3ដងហ្នឹងហើយក្នុងរយៈពេល1ឆ្នាំជាងហ្នឹងណាចំពោះបញ្ហាទាំងអស់ហើយនឹងការដោះស្រាយខ្ញុំបានជម្រាបជូនបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូនអាចស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់ហើយខ្ញុំមិនទាញឲ្យបងប្អូនចុច Subscribe អីទេបើសិនជាបងប្អូនគិតថាវីដេអូនឹងល្អស្ដាប់ទៅគិតថាទទួលយកបានហើយបងប្អូនចង់ស្ដាប់វីដេអូផ្សេងៗចេញពីខ្ញុំទៀតបងប្អូនអាចចុច Subscribe បានហ្នឹងហើយដើម្បីតាមដានវីដេអូយើងក៏ឈានចូលមកដល់ទីបញ្ចប់ហើយសូមជូនពរបងប្អូនដែលចង់ចាប់ផ្ដើមចិញ្ចឹមទៅត្រីក្រាញ់មិនពិបាកចិញ្ចឹមទេគ្រាន់តែថាបញ្ហាដែលកើតមានខ្ញុំបាននិយាយរួចហើយការរៀបចំទឹកឬក៏ការដាក់ចំណីផ្សេងក៏ខ្ញុំបានរៀបរាប់ហើយដែរនៅក្នុងវីដេអូមុនបងប្អូនអាចចូលមើលទៅហើយសង្ឃឹមថាបងប្អូនដែលចង់កុំរារែកអាចចាប់ផ្ដើមចិញ្ចឹមបានហើយសូមអរគុណជូនពរបងប្អូនទាំងអស់គ្នាជោគជ័យនៅក្នុងការចិញ្ចឹមត្រីសុខភាពល្អ